បងប្អូននៅតាមបណ្ដា Facebook ទាំងអស់គ្នានាងខ្ញុំតារានីតាថ្ងៃនេះដែរនាងខ្ញុំសូមថ្លែងអំណរគុណទៅដល់អ្នកមីងសូឡានីអូស្ត្រុនដែលនៅប្រទេសអង់គ្លេសដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន$200ដល់គម្រោងអាវយឺតសូមបញ្ជាក់ថាទឹកប្រាក់នេះនាងខ្ញុំបានទទួលជាយូរមកហើយក៏បានរៀបចំទិញជាអាវយឺតជូនអ្នកមីងដូចរាល់ដោយសារអ្នកមីងក៏អត់ទាន់បានឃើញវីដេអូដែលក្មួយថតពីមុនក្មួយសូមប្រកាសថាក្មួយនឹងរៀបចំថតវីដេអូលើកនេះជូនអ្នកមីងដើម្បីបញ្ជាក់ថាទឹកប្រាក់អ្នកមីងក្នុងកាក់កំសែងគឺបានដល់ដៃបងប្អូនប្រជាពលរដ្ឋយើងក្នុងនោះដែរគម្រោង$150ជួយដល់អាវយឺតនិង$50ជួយទិញជាសម្ភារៈម្ហូបអាហារជួយដល់បងប្អូនក្នុងថ្ងៃមហាបដកម្មថ្ងៃទី21ហើយនេះខ្ញុំសូមបញ្ជាក់គោលជំហររបស់ខាងក្រុមអ្នករាយការណ៍ពិសេសថាយើងនៅតែបន្តទទួលទឹកប្រាក់ជាបន្តបន្ទាប់ដើម្បីនឹងរៀបចំគម្រោងបដកម្មបន្តបន្ទាប់បើយួននៅតែមិនចេញប្រកាសសុំទោសខ្មែរជាសាធារណៈទេចាតែឡែកខាងក្រុមយុវជនយើងបានទុកឱកាសឲ្យខាងស្ថានទូតយួនរយៈពេល15ថ្ងៃបាននៅតែមិនមានដំណោះស្រាយយើងនឹងរៀបចំធ្វើមហាបដកម្មមួយសារទៀតទោះយ៉ាងណាក៏ដោយយើងសន្យាថាយើងនឹងធ្វើដើម្បីឲ្យយួនចេញមកប្រកាសសុំទោសខ្មែរជាសាធារណៈដែលយួនបាននិយាយថាទឹកដីខ្មែរកម្ពុជាក្រោមមិនមែនជាទឹកដីកំណើតរបស់ខ្មែរបែរជាទឹកដីកំណើតរបស់យួននេះខ្ញុំសូមបញ្ជាក់ថាទឹកដីខ្មែរកម្ពុជាក្រោមគឺជាទឹកដីកំណើតរបស់ខ្មែរមានតាំងពីបុរាណមកហើយយើងក៏មានប្រវត្តិសាស្ត្រច្បាស់លាស់និងមានប្រវត្តិច្បាស់លាស់ដែរហើយក្នុងនាមខ្ញុំជាកូនខ្មែរសូមប្រកាន់ជំហរថាយើងនឹងសន្យាថានឹងទៀមទាដល់ខាតដើម្បីទៀមទាទឹកដីខ្មែរក្រោមត្រឡប់មកវិញនឹងទៀមទាឲ្យយួនប្រកាសសុំទោសជាសាធារណៈនិងទទួលស្គាល់ថាទឹកដីខ្មែរកម្ពុជាក្រោមគឺជាទឹកដីរបស់ខ្មែរហើយនេះខ្ញុំសូមលើកឡើងអំពីនេះដល់បងប្អូនទូទាំងពិភពលោកសូមមេត្តារួបរวมគ្នាដើម្បីធ្វើមហាបដកម្មទៀមទាឲ្យយួនទទួលស្គាល់ទឹកដីខ្មែរកម្ពុជាក្រោមនិងទៀមទាទឹកដីខ្មែរកម្ពុជាក្រោមត្រឡប់មកវិញឲ្យបានជាដាច់ខាតនិងសូមបងប្អូនកុំតន់បាក់ទឹកចិត្តរួបរวมគ្នាដើម្បីជួយរំដោះប្រទេសជាតិយើងមានតែកម្លាំងទឹកចិត្តបងប្អូននឹងឲ្យដោយពាក្យមួយម៉ាត់ថាសាមគ្គីឈ្នះបែកបាក់ស្លាប់សូមបន្តធ្វើអំពើល្អនិងរួបរวมគ្នាដើម្បីទៀមទាទឹកដីខ្មែរកម្ពុជាក្រោមត្រឡប់មកវិញចា៎សូមអរគុណដោយសារថាគាត់គណៈធ្វើដៃមានលោកគ្រូពេទ្យឆាលោកគ្រូលោកទាបណ្ដុលហ្នឹងគាត់បញ្ញាប់មានបេសកកម្មមួយទៀតទៅជួបកុមារក្រីក្រនៅខេត្តកពតយើងប្រហែលជាមិនបានជួបគ្នាយូរទេហើយមុននឹងផ្ដល់ឱកាសដល់តំណាងប្រជាប្រដ្ឋឡើងថ្លែងអំណរគុណលោកគ្រូពេទ្យឆាមានអីពិសេសតំណាងបាទអញ្ចឹងលោកគ្រូពេទ្យឆាគាត់មានថវិកាសុទ្ធជូនបងប្អូនចំនួន$200បាទឥឡូវសូមតំណាងពីអ្នកណាទេបាទឥឡូវសូមយើងមានថវិកា$200ហើយបដូរជាលុយខ្មែរបាន$80,000អញ្ចឹងយើងចង់បានមតិភាគច្រើនបងប្អូនចង់បានឥឡូវហ្នឹងខាងអ្នករាយការណ៍ផ្សាយចង់ថាឲ្យតំណាងហ្នឹងទៅដូរជាលុយខ្មែរហើយ$80,000ចែកបងប្អូនម្នាក់10000ក្នុងមួយគ្រួសារសល់ប្រមាណទុកឲ្យតំណាងកាន់ដើម្បីដោះស្រាយបញ្ហាស្បៀងអាហារតទៅមុខទៀតតើបងប្អូនយល់ស្របឬមួយក៏មិនយល់ស្របយល់ស្របទេអត់ចាយច្រើនបាទអ្នកណាចង់បានលុយ10000ខ្លះអញ្ចឹងលើកអញ្ចឹងសូមលោកពេទ្យឆាប្រគល់តំណាងប្រជាប្រដ្ឋបាទសូមអញ្ជើញបាទឥឡូវមុនខ្ញុំប្រគល់ហ្នឹងខ្ញុំម្សិលមិញខ្ញុំនិយាយមួយមិត្តភក្តិខ្ញុំហ្នឹងខ្ញុំសូមអរគុណបណ្ឌិតវិស្វករឧបនាយកដុកទ័រគង់វណ្ណរិទ្ធបាទខ្ញុំនិយាយប្រាគេគេឲ្យខ្ញុំ200ហ្មងបាទអញ្ចឹងតែណាជូនលោកដុកទ័រគង់វណ្ណរិទ្ធមួយហើយនេះជាសមាជិកគាត់ថាគាត់អត់បានមកគាត់រវល់ពេកគាត់ថាសូមផ្ញើជួយផងដោយសេចក្តីស្រឡាញ់ណាឥឡូវខ្ញុំសូមជូនតំណាងឲ្យដុកទ័រគង់វណ្ណរិទ្ធបាទអញ្ចឹងបងប្អូនចំពោះមុខបានឃើញបាទសូមអញ្ជើញចាប់ដើមអញ្ចឹងថវិកា200ប្រគល់ទៅតំណាងហើយបញ្ចប់កម្មវិធីតំណាងទៅដូរយកជាលុយខ្មែរចំនួនបាន$80,000ហើយចែកពួកគាត់មកគ្រួសារ10000សល់ប្រហែលលោកចាត់ចែងទិញជាស្បៀងអាហារបាទអញ្ចឹងតោះឥឡូវកុំឲ្យខាតពេលក្នុងនាមតំណាងប្រជាប្រដ្ឋមានពាក្យពេចន៍ឲ្យថ្លែងអំណរគុណដល់សពប្រជាជនទាំងអស់មានទាំងលោកគ្រូពេទ្យឆាងហើយលោកទាបណ្ដុលក៏បានមកមើលសារភាពជាក់ស្ដែងហើយនឹងអ្នកផ្សេងទៀតដែលបានផ្ញើថវិកាតាមលោកគ្រូពេទ្យឆាងសូមអញ្ជើញបាទក៏សូមអរគុណផងដែរជាថ្មីម្ដងទៀតសម្រាប់លោកម្ចាស់ឆានទូចបាទដែលមកពីឆ្ងាយគឺអ្នកឯនេះសមុទ្រដូច្នេះហើយក្នុងនាមខ្ញុំបាទជាតំណាងឲ្យប្រជាពលរដ្ឋទាំង329គ្រួសារសូមថាកិច្ចនេះគឺសូមអរគុណយ៉ាងខ្លាំងដល់លោកជាបណ្ឌិតក៏ដូចជាអាដាមទាវណ្ណុលយើងឃើញទាំងអស់គ្នាហើយថាប្រជាពលរដ្ឋយើងដែលឃើញតំណាងរាស្ត្រឬមួយក៏អ្នកដែលធ្វើការក្នុងសភាដែលមកជួបប្រជាពលរដ្ឋយើងដែរទេអត់មានទេហើយដែលឃើញអ្នកដែលនៅក្នុងនៅក្រៅសមុទ្រហ្នឹងឃើញទាំងអស់គឺគាត់ខាងឯនេះសមុទ្រគាត់មកជួយប្រជាពលរដ្ឋខ្មែរគួរអាណោះអធនដែរទេប្រជាពលរដ្ឋខ្មែរយើងហើយសប្តាហ៍ថ្ងៃនេះអ្នកឯនេះសមុទ្រខំរេអង្គាសថវិកាតិចតួចស្ដួចស្ដើងដើម្បីជួយយើងនៅខាងប្រទេសកម្ពុជាហើយ
នៅអ្នកដែលធ្វើការក្នុងជួររដ្ឋាភិបាលនេះគឺមិនដែលចេញមកជួយប្រជាពលរដ្ឋដូចឯកឧត្តមក៏ដូចជាលោកវិជ្ជបណ្ឌិតទេហើយក្នុងនេះក្នុងនាមខ្ញុំបាទជួបមុខនឹងតំណាងឲ្យប្រជាពលរដ្ឋគឺសូមថ្លែងអំណរគុណដល់លោកវិជ្ជបណ្ឌិតក៏ដូចជាក្រុមការងារហើយនឹងលោកឯកឧត្តមទីបណ្ណុលយ៉ាងខ្លាំងដែលជាមន្ត្រីខាងគណៈបកប្រជាជាតិហើយដូច្នេះហើយខ្ញុំមានអ្វីតបស្នងសងគុណដល់ឯកឧត្តមហើយនឹងលោកវិជ្ជបណ្ឌិតទេគឺមានតែរៀបនៅ10ប្រសពឡើងសូមឲ្យឯកឧត្តមនិងលោកវិជ្ជបណ្ឌិតប្រកបនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកម្លាំងគឺតែសូមបាទអរគុណច្រើនលោកខាងនេះចង់និយាយខ្លីៗតិចចង់សម្ដែងបន្តិចទៀតមើលបាទអាចមានពេល2-3នាទីបាទសូមអញ្ជើញបាទខ្ញុំសូមថ្លែងអំណរគុណដល់សប្បុរសជនដែលទាំងអស់និយាយរួមទៅគឺថាក្នុងគោលបំណងមកទីនេះគឺសំខាន់គឺថាអព្យាក្រឹតគឺថាមិនថាគណៈបកសង្គ្រោះជាតិឬក៏អ្នកណាទេឲ្យតែសប្បុរសជនព្រោះបើគិតថាសង្គ្រោះជាតិឬមិនសង្គ្រោះជាតិវាជាគោលការណ៍មួយដែលតាមពិតមានប្រឆាំងមិនប្រឆាំងហើយព្រោះគោលការណ៍23.91បង្កើតរបបប្រជាធិបតេយ្យនៅកម្ពុជាដូច្នេះសូមឲ្យឧត្តមគតិអ្នកស្នេហាជាតិយកច្បាប់ឬមួយអនុវត្តទៅតាមគោលការណ៍ប្រជាធិបតេយ្យដោយមិនកាន់ថាគណៈបកនេះឬគណៈបកនោះទេសំខាន់គឺបេះដូងស្នេហាជាតិគិតពីផលប្រយោជន៍ជាតិផលប្រយោជន៍ប្រជាពលរដ្ឋបាទអរគុណបាទអរគុណច្រើនបាទអញ្ចឹងសូមលោកចាត់ចែងថវិកានឹងតាមការគូឲ្យបងប្អូននឹងទទួលបានមកគ្រួសារ10000ហើយថវិកាដែលសេសសល់ទាំងប្រហែលទុកចាយជាសម្បត្តិរួមទៅអញ្ចឹងលោកពេលដាក់ញត្តិដាក់អីធ្វើដំណើរឯកសារអីផ្សេងហ្នឹងថវិកាអាចដោះស្រាយបានមួយគ្រាដែរមិនថាអញ្ចឹងបាទអញ្ចឹងឥឡូវយើងអស់មានអីទៀតហើយបាទកញ្ញានីតាមានអ្នករាយការណ៍ផ្សេងមានពាក្យពេចន៍អីនិយាយទៅកាន់បងប្អូនយើងបាទសូមជើញចាសូមគោរពជំរាបសួរបងប្អូនអរគុណនាងខ្ញុំតារានីតាមានអ្វីខ្លះអរគុណនិងសូមឲ្យបងប្អូនបន្តរួបរวมគ្នាជួយដល់ខ្មែរយើងជាបន្តបន្ទាប់ជាពិសេសបងប្អូនមានបញ្ហាចំនួនដីធ្លីនេះផ្ទាល់នៅខេត្តកញ្ចេះនឹងខ្ញុំបានចុះទៅដល់ខេត្តកញ្ចេះផ្ទាល់ឃើញថាពួកគាត់វេទនាមែនទែនត្រូវបានគេដុតបំផ្លាញព្រៃឈើផ្ទះសម្បែងធ្វើឲ្យរស់នៅជីវិតវេទនាមែនទែនចាសង្ឃឹមឲ្យបងប្អូនទាំងអស់គ្នាមេត្តាក្រោកឈរឡើងតស៊ូកុំឲ្យប្រទេសខ្មែរយើងបាត់បង់ដោយទឹកដីខ្មែរកម្ពុជាក្រោមទៀតអញ្ចឹងអ្វីដែលយើងធ្វើពេលនេះគឺរួមគ្នាដើរទៅមុខកុំប្រកាន់បពុះហើយនឹងជឿជាក់ទុកចិត្តលើអ្នកដែលដឹកនាំរបស់យើងទាំងអស់គ្នាពីព្រោះអ្វីៗគាត់ធ្វើឡើងគឺដើម្បីបងប្អូនទាំងអស់គ្នាដូចគ្នាចាហើយសូមអំបរទៅដល់បងប្អូនក្រៅប្រទេសនិងបងប្អូននៅក្នុងស្រុកទាំងអស់សូមបន្តណាបាក់ទឹកចិត្តសូមជឿជាក់លើអ្វីដែលបងប្អូនកំពុងតែជឿជាក់បច្ចុប្បន្នពីព្រោះគ្មានឪពុកម្ដាយណាចង់ឲ្យកូនយើងពិបាកទេយើងសង្ឃឹមថាកូនយើងនឹងរស់នៅសុខសួរដូចគ្នាជឿជាក់លើគោលជំហររបស់គណៈបកសង្គ្រោះជាតិដែលគាត់កំពុងតែធ្វើគឺដើម្បីរកក្តីសុខនិងឲ្យបងប្អូនខ្មែររស់នៅដោយសុខសួរទាំងអស់គ្នាដែរចាសូមអរគុណនេះបាទសូមជើញចានាងខ្ញុំក៏សូមអរគុណទៅដល់បងប្អូននៅឯនេះសមុទ្រនិងលោកដកក៏ដូចជាលោកស្រីនិងលោកឯកឧត្តមដូចគ្នាដែលបានឧបត្ថម្ភជាថវិកានិងជាអំណោយមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋនៅឯស្រុកស្នួលខេត្តកញ្ចេះផងដែរដែលមើលឃើញអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋហើយឃើញថារដ្ឋាភិបាលក៏ថ្ងៃនេះគាត់មិនបានយកចិត្តអើពើទៅលើប្រជាពលរដ្ឋដែលរងគ្រោះដោយសារចំនួនដីធ្លីនេះទេថែមទាំងជួយខុបខិតជាមួយនឹងមនុស្សអាក្រក់មកឈ្លានពានយកទឹកដីរបស់គាត់ទៀតបាទអរគុណច្រើនកញ្ញាទីនេះបាទហើយកម្មវិធីរបស់យើងបានមកដល់ទីបញ្ចប់ហើយដូចខ្ញុំបានជម្រាបតាំងពីដើមទីអញ្ចឹងប្រសិនបើមានបងប្អូនសប្បុរសជនតាក់ទងមកអ្នករាយការណ៍ផ្សេងចង់ឧបត្ថម្ភយ៉ាងណានោះក្រុមការងាររបស់យើងខ្ញុំនឹងចុះមកជួបបងប្អូនដោយផ្ទាល់ហើយយើងនឹងលេខលក់តាមការកំណត់របស់ម្ចាស់ឧបត្ថម្ភអ្នកនៅក្រៅប្រទេសនៅពេលនេះខ្ញុំបាទប៉ែនពុទ្ធភានិងក្រុមការងារទាំងអស់ទាំងគណៈធិបតីលោកទាបណ្ដោះនិងលោកគ្រូពេទ្យសានិងបងស្រីម៉ាឡាសូមអរគុណសូមជម្រាបលានៅក្នុងកម្មវិធី Hello VOA ដដែលនេះលោកសំរងស៊ីបានបង្ហាញនៅកម្លាំងចលករថ្មីដ៏មានឥទ្ធិពលនៅក្នុងរដ្ឋសភាដែលនឹងនាំមកនូវការកែតម្រង់ឆ្ពោះទៅរកការផ្លាស់ប្ដូរបន្ទាប់ពីបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណៈបកសង្គ្រោះជាតិទាំង55រូបចូលប្រជុំសភានៅពេលខាងមុខដូចខ្ញុំបាននិយាយពីដើមទីបងប្អូនជនរួមជាតិណាដែលមិនទាន់យល់ច្បាស់លាស់សូមមេត្តាកុំអាលវាយតម្លៃកុំអាលវិនិច្ឆ័យកុំអាលថ្កោលទោសឆាប់ពេកអ្វីយើងត្រូវតាមដានមើលសិនស្ថានភាពនេះគឺស្ថានភាពថ្មីមិនដែលមានទេជាពិសេសកម្លាំងស្នេហាជាតិដែលបានរួបរวมគ្នាក្នុងជួរគណៈបកសង្គ្រោះជាតិនោះយើងបានវាយលុកហើយយើងបានប្រយុទ្ធលើច្រើនសមរភូមិតែឥឡូវយើងចូលក្នុងសមរភូមិមួយទៀតសមរភូមិសភាចូលក្នុងរដ្ឋសភាដើម្បីទៅតស៊ូមតិប្រើមធ្យោបាយអហិង្សាស្របច្បាប់បងប្អូនមិនទាន់បានឃើញថាមាន
ប្រសិទ្ធភាពយ៉ាងណាបើកម្លាំងយើងរួបរวมគ្នាយើងមានការបដិញ្ញាចិត្តហើយយើងមិនមែនទៅល្ងងចាញ់បោកគេបងប្អូនខ្លះចេះចោតប្រកាន់ថាអូចាញ់បោកគេទៀតហើយសូមបងប្អូនចាំមើលបន្តិចសិនទៅដូចខ្ញុំនិយាយបាញ់មិញកោជបថ្មីនេះកោជបថ្មីហ្នឹងគឺគណៈបកប្រជាជនមិនអាចលួចបន្លំស្លឹកឆ្នោតបានដូចមុនទៀតទេមានតែយើងមិនចេះធ្វើការហើយគណៈបកសង្គ្រោះជាតិនឹងដាក់អ្នកដែលមានបទពិសោធន៍មានជំនាញមានប្រាជ្ញាយើងមានអំណាចប៉ុណ្ណឹងដែរស្មើជាមួយគណៈបកប្រជាជនមួយទល់នឹងមួយរឿងអីយើងចេះតែចាញ់គេជាស្វ័យប្រវត្តិមិនមែនទេហើយអ្នកណាក៏ចង់បោះឆ្នោតឡើងវិញដែរយើងអត់មានបោះបង់ចោលបំណងបោះឆ្នោតឡើងវិញទេតែឥឡូវនេះសូមបងប្អូនគិតពិចារណាបោះឆ្នោតឡើងវិញយ៉ាងម៉េចអបប្រមាណថាបោះឆ្នោតឆ្នាំក្រោយខ្ញុំក៏ចង់បោះឆ្នោតឆ្នាំក្រោយដែរប៉ុន្តែមិនទាន់បានបដូរកោជបផងបោះឆ្នោតឆ្នាំក្រោយធ្វើដូចមុនទៀតលទ្ធផលដូចមុនទៀតបញ្ហាដូចមុនទៀតរឿងដូចមុនទៀតអានឹងអត់មានចប់ទេអញ្ចឹងបានយើងត្រូវដោះកោជបសិនយើងរៀបចំកោជបឲ្យបានស្អាតហើយកោជបនោះត្រូវបំពេញតួនាទីរបស់ខ្លួនមួយចំនួនសិនការងារមួយចំនួនដែលចម្បងគឺការចុះឈ្មោះបោះឆ្នោតដែលគណៈបកប្រជាជនបានទទួលសម្លេងដែលគេប្រកាសថាលើសគណៈបកសង្គ្រោះជាតិហ្នឹងគឺដោយសារលុបឈ្មោះលួចឈ្មោះបំបត្តិឈ្មោះអ្នកដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិបាត់ជាង1លានសម្លេងដូច្នេះកោជបថ្មីហ្នឹងត្រូវតែចុះឈ្មោះត្រូវតែធានាថាបងប្អូនណាដែលបាត់ឈ្មោះមិនបានបោះឆ្នោតពីមុនជាង1លានអ្នកត្រូវតែចុះឈ្មោះទាំងអស់គ្នាហើយម្យ៉ាងទៀតខ្ញុំសូមបញ្ចប់រឿងនេះព្រោះវាសំខាន់ណាបញ្ជីឈ្មោះបោះឆ្នោតមានឈ្មោះខ្មោចមានឈ្មោះស្ទួនមានឈ្មោះជនបរទេសដែលអត់មានសិទ្ធិបោះឆ្នោតសោះមកបោះឆ្នោតបន្លំបំប៉ោងសម្លេងឲ្យគណៈបកប្រជាជន1លានសម្លេងមែនតើយើងត្រូវបានសម្លេង2លានលើសគណៈបកប្រជាជនអញ្ចឹងយើងត្រូវធ្វើការកិច្ចការនេះសិនបើយើងទៅបោះឆ្នោតមិនទាន់សម្អាតបញ្ជីមិនទាន់បានចុះឈ្មោះទាំងអស់គ្នាផងតើយើងទៅរកសម្លេងយើងពីណាដែលយើងបាត់1លានត្រូវយក1លានមកវិញបានយើងអាចឈ្នះគណៈបកប្រជាជនដូច្នេះយើងកំពុងតែធ្វើការនឹងដល់ធ្វើការនឹងហើយចុះបញ្ជីបានទាំងអស់គ្នាសម្អាតបញ្ជីហើយបានយើងបោះឆ្នោតហើយយើងបោះឆ្នោតនឹងធានាជ័យជំនះលោកប្រធានសំរងស៊ីមានសំណួរមួយសួរថាតើគណៈបករបស់លោកជំរុញច្បាប់ឬកម្មវិធីឬក៏អ្វីផ្សេងដែលរបៀបវិរៈយ៉ាងណាទៅបើសិនជាគណៈបករបស់លោកមានសម្លេងភាគតិចនៅក្នុងរដ្ឋសភាកិច្ចព្រមព្រៀងដែលយើងបានចុះហត្ថលេខាជាមួយគណៈបកប្រជាជននឹងគឺធានាឲ្យគណៈបកសង្គ្រោះជាតិមានសិទ្ធិអំណាចគ្រប់គ្រាន់ដើម្បីបំពេញបេសកកម្មរបស់យើងបេសកកម្មរបស់យើងគឺរៀបចំកោជបឡើងវិញហើយរៀបចំការបោះឆ្នោតមួយនៅពេលអនាគតដែលមានលក្ខណៈសេរីយុត្តិធម៌ដែលឆ្លុះបញ្ចាំងឆន្ទៈប្រជារាស្ត្រខ្មែរបើឆ្លុះបញ្ចាំងឆន្ទៈប្រជារាស្ត្រខ្មែរមែនគឺធានាជ័យជំនះគណៈបកសង្គ្រោះជាតិហើយទោះជាយើងមានសម្លេងតិចជាងគណៈបកប្រជាជនក៏ដោយតែមុននឹងយើងចូលសភាគឺយើងបានទទួលការយល់ព្រមមានការធានាថាយើងនឹងមានអំណាចគ្រប់គ្រាន់ដើម្បីបដូរកោជបឥឡូវយើងបានទទួលលទ្ធផលមុននឹងចូលសភាយើងមានការធានាដោយខ្ញុំនិយាយបាញ់មិញកោជបថ្មីគឺគណៈបកប្រជាជនគណៈបកសង្គ្រោះជាតិស្មើគ្នាមានសមាជិកមួយទៀតកដាលហើយបើសមាជិកនឹងកដាលហើយអភិក្រិតគឺកោជបល្អត្រឹមត្រូវចុះឈ្មោះអ្នកបោះឆ្នោតឲ្យបានត្រឹមត្រូវសម្អាតបញ្ជីបោះឆ្នោតឲ្យបានត្រឹមត្រូវហើយអ្នកដែលត្រូវធ្វើការហ្នឹងគឺមិនមែនពឹងលើមន្ត្រីលើភ្នាក់ងារបុគ្គលិកអ្នកបម្រើគណៈបកប្រជាជនទេគឺភ្នាក់ងាររបស់កោជបឯករាជ្យភ្នាក់ងារនឹងឯករាជ្យធ្វើការតាមរបៀបឯករាជ្យពេលនោះការបោះឆ្នោតសុក្រិតហើយតែការបោះឆ្នោតសុក្រិតគឺអត់ឈ្នះគណៈបកសង្គ្រោះជាតិទេប៉ុន្តែនៅពេលដែលដាក់សំណើមួយទៅហើយត្រូវច្រានចោលមានការរៀបចំជាមុនតាំងពីយើងមុននឹងចូលសភាការរៀបចំជាមុនមានរូបមន្តជាមុនមានការធានាជាមុនបើអត់មានអ្វីទាំងអស់ហ្នឹងយើងអត់ចូលសភាទេតែអ្វីដែលយើងទទួលបានហ្នឹងគឺដោយសារការតស៊ូរបស់យើងបើយើងមិនបានធ្វើបាតកម្មជាមួយគ្នាយើងមិនបានបង្ហាញកម្លាំងយើងមានមនុស្សរាប់លានអ្នកដង្ហែក្បួនតាមផ្លូវថ្នល់ស្មានតែគេឲ្យអ្វីសម្បត្តិនៃគេឲ្យនឹងស្មានគេឲ្យទៅតើតែយើងតស៊ូយើងលះបង់យើងធ្វើពលិកម្មគ្នាយើងស្លាប់គ្នាយើងរបួសគ្នាយើងជាប់គុក
ក្នុងការតស៊ូមុននឹងបានលទ្ធផលអ្វីមួយទាល់តែមានការលះបង់ហើយយើងបានលះបង់យើងបានតស៊ូជាមួយគ្នាខ្ញុំសូមសម្ដែងអំណរគុណហើយសូមជម្រាបបងប្អូនទាំងអស់ថាអ្វីដែលយើងបានលះបង់បានទទួលណារងគ្រោះជាមួយគ្នាគឺយើងអត់ភ្លេចទេយើងអត់ភ្លេចគុណយើងអត់ភ្លេចវីរភាពរបស់បងប្អូនអ្នកតស៊ូទាំងអស់កុំតែវីរភាពរបស់បងប្អូនទាំងអស់ហើយដែលយើងឥឡូវនេះយើងមានលទ្ធភាពតស៊ូតាមរូបភាពមួយទៀតនៅក្នុងរដ្ឋសភាដើម្បីទាមទារជ័យជំនះជូនប្រជារាស្ត្រខ្មែរសូមឲ្យលោកប្រធានសំរងស៊ីពិនិត្យមើលកិច្ចព្រមព្រៀងថ្ងៃ22ខែ7ឆ្នាំ2014ឲ្យបានស៊ីជម្រៅក្នុងការរើសកោជបដែលមានរូបមន្ត441ជាពិសេសទី1ហើយលោកព្រំសុខានៃខាងគណៈបកប្រជាជនកម្ពុជាបានបញ្ជាក់ឲ្យថាបើមួយនេះមិនត្រូវរើគ្នាគឺការបោះឆ្នោតលើកក្រោយគឺយកកោជបដែលមានពីមុនមកប្រើអញ្ចឹងសូមចេញលោកប្រធានសំរងស៊ីទទួលសំណួរទាំងពីរនេះបាទខ្ញុំបានបញ្ជាក់បាញ់មិញហើយរសៀលនេះយើងបានលើកបញ្ហាហ្នឹងយើងស្នើឲ្យគណៈបកប្រជាជនយល់ឲ្យច្បាស់អំពីជំហរនិងតម្រូវការមិនមែនការទៀមទារបស់គណៈបកសង្គ្រោះជាតិទេគឺប្រជារាស្ត្រខ្មែរទាំងមូលមិនចង់ឲ្យមានវិបត្តិអ្វីដែលអាចបង្កវិបត្តិទៅថ្ងៃក្រោយយើងជៀសវាងដូច្នេះយើងដោះស្រាយតាំងពីឥឡូវតាំងពីដើមទីទៅយើងនឹងស្នើឲ្យមានការឯកភាពគ្នាកុងសង្ស៊ីសឯកច្ឆន្ទលើសមាជិកទី9នៃកោជបដែលត្រូវជាអ្នកកណ្ដាលយើងទទួលស្គាល់ថាអ្នកកណ្ដាលគណៈបកប្រជាជនទទួលស្គាល់ថាជាអ្នកកណ្ដាលដូច្នេះអត់មានបញ្ហាអ្វីទៅថ្ងៃមុខទៀតទេហើយចំពោះសមាជិកដែលគណៈបកសង្គ្រោះជាតិនឹងជ្រើសរើស4អ្នកទៀតនោះសូមបងប្អូនកុំបារម្ភយើងមានបទពិសោធន៍តស៊ូ20ឆ្នាំហើយអ្នកដែលប្រយុទ្ធជាមួយយើងគឺមិនមែនធឺដោយអ្នកខ្លះដែលយើងបានឃើញចូលទៅសុំកលុំអីជាមួយគេគឺអត់ទេពួកយើងគឺជាអ្នកប្រយុទ្ធហើយចូលក្នុងរដ្ឋសភានេះគឺចូលដើម្បីប្រយុទ្ធខ្ញុំសំរងស៊ីតាំងពីគណៈបកសំរងស៊ីមកចូលក្នុងរដ្ឋសភាមិនចូលភ្លាមតែយើងធ្វើការត្រៀមថ្មិចតែចូលពីព្រោះតំណែងនេះគឺតំណែងប្រជារាស្ត្រឲ្យមកយើងមិនទាន់ទៅយកភ្លាមតែយើងត្រូវរៀបចំធានាថាយើងចូលទៅយើងប្រយុទ្ធមានប្រសិទ្ធភាពបានយើងចូលឆាប់ពេកក៏អត់មានប្រយោជន៍ជាអាចគ្រោះថ្នាក់ហើយឥឡូវនេះស្ថានភាពវាទុំបន្ទាប់ពីយើងបានតស៊ូតាមរូបភាពបាតកម្មហើយឥឡូវវាត្រូវឈានដល់ដំណាក់កាលមួយទៀតហើយមុននឹងសម្រេចចូលនឹងយើងបានចុះកិច្ចព្រមព្រៀងនឹងដើម្បីធានារូបមន្តណាមួយធ្វើម៉េចឲ្យយើងមានមធ្យោបាយប្រយុទ្ធឈ្នះបានយើងចូលយើងមិនទៅប្រយុទ្ធដៃទៅទេហើយអ្វីដែលយើងត្រូវការគឺយើងបានហើយការធានានេះយើងបានហើយមិញខ្ញុំមិនបានលើកអំពីទូរទស្សន៍យើងគណៈបកសង្គ្រោះជាតិយើងនឹងបង្កើតនៅស្ថានីយ៍ទូរទស្សន៍ជាលើកទី1ហើយក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាមានគណៈបកប្រឆាំងណាដែលមានទូរទស្សន៍ឥឡូវយើងបានកោជបថ្មីកោជបត្រឹមត្រូវហើយយើងមានស្ថានីយ៍ទូរទស្សន៍មួយទៀតឃើញថាគណៈបកសង្គ្រោះជាតិគឺបោះជំហានទៅមុខហើយអញ្ចឹងហើយបានខ្ញុំសូមអំពាវនាវឲ្យបងប្អូនដែលបានគ្រប់គ្រងគណៈបកសង្គ្រោះជាតិតាំងពីដើមទីយើងត្រូវចាប់ដៃគ្នាបន្តការតស៊ូរបស់យើងការតស៊ូនេះគឺរូបភាពថ្មីក្នុងដំណាក់កាលថ្មីតែគោលចំហនៅតែដដែលសង្គ្រោះជាតិយើងឲ្យទាល់តែបានទីបញ្ចប់មួយទៀតខ្ញុំសូមឲ្យបងប្អូនយល់អំពីកលៈទេសៈយើងធ្វើអ្វីត្រូវតែមានលក្ខណៈប្រកបនិយមក្នុងកិច្ចព្រមព្រៀងនីមួយមិនមែនភាគីមួយទទួលបាន 100% នៅអ្វីដែលខ្លួនចង់បានទេគណៈបកសង្គ្រោះជាតិមិនបាន 100% ដែលយើងចង់បានតែគណៈបកប្រជាជនក៏មិនបាន 100% ដែលគណៈបកប្រជាជនចង់បានដែរកិច្ចព្រមព្រៀងគឺរកផ្លូវណាមួយរូបមន្តណាមួយដែលភាគីទទួលបានមួយចំណែកដែលខ្លួនចង់បានតែចំពោះយើងទទួលបានមួយចំណែកប៉ុណ្ណឹងគឺយើងមានសេចក្តីសង្ឃឹមហើយបងប្អូនសប្បុរសជននៅលើសកលលោកដែលកំពុងតែតាមដានភេញរាយការណ៍ផ្សាយនៅពេលនេះខ្ញុំបាទប៉ែនពុទ្ធធានរាយការណ៍ផ្សាយមានកិត្តិយសណាស់បានជួបលោកសុផាន់នារីជាថ្មីម្ដងទៀតហើយមានសួរបាទអូដៃលោកមានភាពកក់ក្ដៅបងសុខសប្បាយមកនិយាយចុងក្រោយសុខសប្បាយទេបងមូលហេតុនេះមូលហេតុតែខ្លួនឯងដល់ខ្លួនឯងសុខសប្បាយចាមានអារម្មណ៍បែបនេះពេលឮដំណឹងថា
មេបៈទាំងពីរបន្តពីបញ្ចប់កិច្ចចរចាកំពូលនៅព្រឹទ្ធសភាកាលពីថ្ងៃទី22ថ្មីហ្នឹងគាត់ថាសម្រាប់ថានឹងបន្តពីកាយតម្រង់គោលជួបបានចឹងណាទៀមទាអញ្ចឹងណាកាយតម្រង់គោលជួបថាគាត់នឹងចូលសភាដើម្បីធ្វើវិសោធនកម្មច្បាប់ក្នុងស្ថានភាពនេះតាំងពីម៉ោងហ្នឹងរហូតដល់ម៉ោងនេះប្រជាប្រដ្ឋទូទាំងពិភពលោកជាពិសេសយុវជនមានភាពរំជើបរំជួលហើយសម្ដែងមតិថាមិនត្រូវចូលសភាប៉ុន្តែក្នុងនាមលោកជាសកម្មជនតារាល្បីដ៏មមាញឹកហើយចូលរួមសកម្មនៅក្នុងសកម្មភាពនយោបាយនៅពេលកន្លងមកទស្សនៈខាងក្នុងរបស់លោកយល់ឃើញយ៉ាងម៉េចអាចជំរាបប្រាប់បងប្អូនយើងតិចបាទនេះបាទខ្ញុំបាទសុផាន់រីសូមគោរពជំរាបសួរពុកម៉ែបងប្អូនជាពិសេសយុវជនយុវតីអ្នកស្នេហាជាតិទាំងអស់ដែលចូលរួមគ្រប់គ្រងចូលរួមគ្រប់សកម្មភាពរបស់គណៈបកសង្គ្រោះជាតិហើយខ្ញុំដឹងច្បាស់ណាស់សូម្បីតែក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់ក៏ត្រូវបាត់បង់ការងារបាត់បង់អាជីពក៏ត្រូវការគេមើលងាយគេប៉ុនប៉ងធ្វើបាបទៅដល់ផ្ទះអញ្ចឹងបងប្អូនរាប់ម៉ឺននាក់ក៏គាត់បាត់បង់ការងារនឹងមានការគម្រាមកំហែងគាត់ដល់ផ្ទះដល់ទីកន្លែងផងដែរដោយឡែកយើងបានដឹងហើយថាការចរចាបានត្រូវគ្នាត្រូវចូលសភាប្រជុំអនុម័តច្បាប់ពួកគាត់ក៏មានអារម្មណ៍ហើយក៏បាក់ទឹកចិត្តមួយចំនួនបាទហើយមួយទៀតគាត់ជឿតាមលើការចាក់រុករបស់ក្រុម CUP ដែលខំចាក់រុកបាយហើយមានក្រុមមួយទៀតក្រុមលោកសេរីរដ្ឋាក្រុម LDP ហ្នឹងគេចាប់ឱកាសម្ដងគេវាយមកវាយថាណែព្រោះជាតិចឹងសូមបងប្អូនកុំជឿអញ្ចឹងណាពេលហ្នឹងគឺថាស្ពីរកាគេមានន័យថាឱកាសម្ដងគេចាប់ដើមវាយចាប់ដើមរន់ចាប់ដើមបុកចាប់ដើមរុកហើយដល់ពេលហ្នឹងក្នុងអារម្មណ៍របស់លោកតតយ៉ាងម៉េចអារម្មណ៍របស់ខ្ញុំផ្ទាល់ខ្ញុំមិនដែលបាក់ទឹកចិត្តហើយខ្ញុំក៏មិនដែលគិតថាគណៈបកសង្គ្រោះជាតិរួមដៃធ្វើជាចៅជាមួយនឹងគណៈបកប្រជាជនទេខ្ញុំមិនដែលគិតឃើញចឹងខ្ញុំជឿជាក់លើគតិវិនិច្ឆ័យរបស់លោកប្រធាននិងលោកអនុប្រធានព្រមទាំងតំណាងរាស្ត្រគ្រប់រូបរបស់គណៈបកសង្គ្រោះជាតិនៅអ្វីដែលគាត់ធ្លាប់តស៊ូរាប់ឆ្នាំហើយបងណា20ឆ្នាំ30ឆ្នាំចឹង20ឆ្នាំដែរបាទគណៈបកសំរងស៊ីផងគណៈបកឆ្នាំ1900យើងគិតមើលចូលរួមការបោះឆ្នោតដំបូងហ្នឹងគឺ98គណៈបកសំណុំផងហើយឥឡូវនេះយើងរួមគ្នាចេញមកជាគណៈបកសង្គ្រោះជាតិហើយជោគជ័យដែលយើងបានធំបំផុតនោះគឺគណៈបកសង្គ្រោះជាតិក្រោយពីលួចទៅយើងទទួលបាន55កៅអីនេះគឺជាជោគជ័យរបស់យើងដែលជាប្រវត្តិសាស្ត្រត្រឹមតែមួយឆ្នាំគត់ដែលយើងរួមគ្នាយើងត្រូវបានបែបនេះហើយការតស៊ូដែលក្នុងអាណត្តិនេះផងដែរគឺយើងឃើញយុវជនយុវតីច្រើនមែនតែនកកដែលគាត់ក្លាហានក៏ហ៊ានទាមទារក៏ហ៊ានចូលរួមជាមួយនឹងនយោបាយគាត់ហ៊ានប្រឡូកគ្រប់បែបយ៉ាងទាំងអស់នៅក្នុងប្រទេសកម្ពុជាដែលយើងត្រូវរងការគៀបសង្កត់រងការធ្វើបាបពីរដ្ឋាភិបាលដូច្នេះហើយខ្ញុំបាទសូមសំណូមពរឲ្យយុវជនយុវតីកុំបាក់ទឹកចិត្តបងប្អូនរងចាំបងប្អូនត្រូវតែជឿជាក់លើគណៈបកសង្គ្រោះជាតិខ្ញុំមិនមែនជាសកម្មជនទេខ្ញុំគ្រាន់តែជាអ្នកគ្រប់គ្រងអ្នកគ្រប់គ្រងគោលនយោបាយគណៈបកដូច្នេះហើយអ្វីទាំងអស់យើងនឹងឃើញនៅពេលបន្តិចទៀតនៅខាងមុខនេះបាទខ្ញុំជឿជាក់បែបនេះបាទអរគុណច្រើនលោកសុផាន់ឡារីមករយៈចុងក្រោយនេះទទួលលំនឹងថាលោកត្រូវបានគេតាមចាប់ដែរបាទបងតាមចាប់ហើយក្រោយពីយើងអត់មាននីការប៉ុន្តែមានខ្សែគេចុះយើងទៅយើងបានប្រាប់ខ្លួនឯងប៉ុន្តែបន្ទាប់ពីខ្សែចុះមានអ្នកដែលគាត់ខលមកចឹងផ្ដល់ចំនួនដូចបងអញ្ចឹងណាថាគេផ្ញើលុយមកឲ្យដើម្បីចែកជូនទៅដល់អ្នកដែលរងគ្រោះសម្រាប់ពេលគាត់ខលមកខ្ញុំគាត់ដឹងតែខ្ញុំដឹងតែខ្ញុំនៅក្នុងបរិយាណាផ្លាកលេខផ្ទះលេខប្រមាណហ្នឹងហើយខ្ញុំជិះផ្លូវណាគាត់ថាបងមិនដឹងច្បាស់ហ្មងថាបងដឹងហើយបងចង់យកអំណោយទៅដល់ផ្ទះមកថាបងប្រសាថាខ្ញុំមិនទុកចិត្តអញ្ចឹងណាខ្ញុំនិយាយតាមត្រង់អញ្ចឹងបងអាចផ្ដល់តាមរយៈបងប្រុសខ្ញុំឲ្យទៅគាត់ទៅយកដល់ពេលបងប្រុសខ្ញុំលាក់ដងមួយទូរស័ព្ទគាត់បិទទូរស័ព្ទគាត់និយាយគ្នាហើយខលទៅ4-10ដងលែងលើបិទទូរស័ព្ទចោលមកដល់ពេលក្នុង Facebook ដែលគាត់និយាយខ្ញុំថាគាត់ផ្ដល់អំណោយឲ្យហ្នឹងគាត់លុបសារដែលគាត់និយាយខ្ញុំបោះលីងអូចឹងមកអ្នកហ្នឹងចង់ចាប់លុយហ្មងអានេះគេថាយកលុយធ្វើនុយប៉ុន្តែរហូតមកដល់ម៉ោងពេលហ្នឹងគឺស្ថានភាពពងតាំងចាប់តំណាងនេះដាក់គុកដាក់អីគ្រប់បែបយ៉ាងហើយប៉ុន្តែដល់ពេលថ្ងៃ22ហ្នឹងឃើញថាបន្តពីចរចាហ្នឹងគឺដោះលែងទាំងអស់ហើយក្នុងនោះលោកក៏មានអារម្មណ៍ធូរស្បើយដែរខ្ញុំគិតថាបើសិនជាចាប់ខ្ញុំដូចជាមិនខ្លាចក្រុមការងាររបស់យើងខ្ញុំនឹងចុះមកជួបបងប្អូនដោយផ្ទាល់ហើយយើងនឹងលេងលក់តាមការកំណត់របស់ម្ចាស់ឧបត្ថម្ភអ្នកនៅក្រៅប្រទេសនៅពេលនេះខ្ញុំបានបានពុទ្ធភានិងក្រុមការងារទាំងអស់ទាំងគណៈអធិបតីលោកទាបណ្ដោះនិងលោកគ្រូពេទ្យសានិងបងស្រីម៉ាឡាសូមអរគុណសូមជម្រាបលា
នៅក្នុងកម្មវិធី Hello VOA ដដែលនេះលោកសំរងស៊ីបានបង្ហាញនៅកម្លាំងចលករថ្មីដ៏មានឥទ្ធិពលនៅក្នុងរដ្ឋសភាដែលនឹងនាំមកនូវការកែតម្រង់ឆ្ពោះទៅរកការផ្លាស់ប្ដូរបន្ទាប់ពីបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណៈបកសង្គ្រោះជាតិទាំង55រូបចូលប្រជុំសភានៅពេលខាងមុខដូចខ្ញុំបាននិយាយពីដើមទីបងប្អូនជនរួមជាតិណាដែលមិនទាន់យល់ច្បាស់លាស់សូមមេត្តាកុំអាលវាយតម្លៃកុំអាលវិនិច្ឆ័យកុំអាលថ្កោលទោសឆាប់ពេកអ្វីយើងត្រូវតាមដានមើលសិនស្ថានភាពនេះគឺស្ថានភាពថ្មីមិនដែលមានទេជាពិសេសកម្លាំងស្នេហាជាតិដែលបានរួបរวมគ្នាក្នុងជួរគណៈបកសង្គ្រោះជាតិនោះយើងបានវាយលុកហើយយើងបានប្រយុទ្ធលើច្រើនសមរភូមិតែឥឡូវយើងចូលក្នុងសមរភូមិមួយទៀតសមរភូមិសភាចូលក្នុងរដ្ឋសភាដើម្បីទៅតស៊ូមតិប្រើមធ្យោបាយអហិង្សាស្របច្បាប់បងប្អូនមិនទាន់បានឃើញថាមានប្រសិទ្ធភាពយ៉ាងណាបើកម្លាំងយើងរួបរวมគ្នាយើងមានការបដិញ្ញាចិត្តហើយយើងមិនមែនទៅល្ងងចាញ់បោកគេបងប្អូនខ្លះចេះចោតប្រកាន់ថាអូចាញ់បោកគេទៀតហើយសូមបងប្អូនចាំមើលបន្តិចសិនទៅដូចខ្ញុំនិយាយបាញ់មិញកោជបថ្មីនេះកោជបថ្មីហ្នឹងគឺគណៈបកប្រជាជនមិនអាចលួចបន្លំស្លឹកឆ្នោតបានដូចមុនទៀតទេមានតែយើងមិនចេះធ្វើការហើយគណៈបកសង្គ្រោះជាតិនឹងដាក់អ្នកដែលមានបទពិសោធន៍មានជំនាញមានប្រាជ្ញាយើងមានអំណាចប៉ុណ្ណឹងដែរស្មើជាមួយគណៈបកប្រជាជនមួយទល់នឹងមួយរឿងអីយើងចេះតែចាញ់គេជាស្វ័យប្រវត្តិមិនមែនទេហើយអ្នកណាក៏ចង់បោះឆ្នោតឡើងវិញដែរយើងអត់មានបោះបង់ចោលបំណងបោះឆ្នោតឡើងវិញទេតែឥឡូវនេះសូមបងប្អូនគិតពិចារណាបោះឆ្នោតឡើងវិញយ៉ាងម៉េចអបប្រមាណថាបោះឆ្នោតឆ្នាំក្រោយខ្ញុំក៏ចង់បោះឆ្នោតឆ្នាំក្រោយដែរប៉ុន្តែមិនទាន់បានបដូរកោជបផងបោះឆ្នោតឆ្នាំក្រោយធ្វើដូចមុនទៀតលទ្ធផលដូចមុនទៀតបញ្ហាដូចមុនទៀតរឿងដូចមុនទៀតអានឹងអត់មានចប់ទេអញ្ចឹងបានយើងត្រូវដោះកោជបសិនយើងរៀបចំកោជបឲ្យបានស្អាតហើយកោជបនោះត្រូវបំពេញតួនាទីរបស់ខ្លួនមួយចំនួនសិនការងារមួយចំនួនដែលចម្បងគឺការចុះឈ្មោះបោះឆ្នោតដែលគណៈបកប្រជាជនបានទទួលសម្លេងដែលគេប្រកាសថាលើសគណៈបកសង្គ្រោះជាតិហ្នឹងគឺដោយសារលុបឈ្មោះលួចឈ្មោះបំបត្តិឈ្មោះអ្នកដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិបាត់ជាង1លានសម្លេងដូច្នេះកោជបថ្មីហ្នឹងត្រូវតែចុះឈ្មោះត្រូវតែធានាថាបងប្អូនណាដែលបាត់ឈ្មោះមិនបានបោះឆ្នោតពីមុនជាង1លានអ្នកត្រូវតែចុះឈ្មោះទាំងអស់គ្នាហើយម្យ៉ាងទៀតខ្ញុំសូមបញ្ចប់រឿងនេះព្រោះវាសំខាន់ណាបញ្ជីឈ្មោះបោះឆ្នោតមានឈ្មោះខ្មោចមានឈ្មោះស្ទួនមានឈ្មោះជនបរទេសដែលអត់មានសិទ្ធិបោះឆ្នោតសោះមកបោះឆ្នោតបន្លំបំប៉ោងសម្លេងឲ្យគណៈបកប្រជាជន1លានសម្លេងមែនតើយើងត្រូវបានសម្លេង2លានលើសគណៈបកប្រជាជនអញ្ចឹងយើងត្រូវធ្វើការកិច្ចការនេះសិនបើយើងទៅបោះឆ្នោតមិនទាន់សម្អាតបញ្ជីមិនទាន់បានចុះឈ្មោះទាំងអស់គ្នាផងតើយើងទៅរកសម្លេងយើងពីណាដែលយើងបាត់1លានត្រូវយក1លានមកវិញបានយើងអាចឈ្នះគណៈបកប្រជាជនដូច្នេះយើងកំពុងតែធ្វើការនឹងដល់ធ្វើការនឹងហើយចុះបញ្ជីបានទាំងអស់គ្នាសម្អាតបញ្ជីហើយបានយើងបោះឆ្នោតហើយយើងបោះឆ្នោតនឹងធានាជ័យជំនះលោកប្រធានសំរងស៊ីមានសំណួរមួយសួរថាតើគណៈបករបស់លោកជំរុញច្បាប់ឬកម្មវិធីឬក៏អ្វីផ្សេងដែលរបៀបវិរៈយ៉ាងណាទៅបើសិនជាគណៈបករបស់លោកមានសម្លេងភាគតិចនៅក្នុងរដ្ឋសភាកិច្ចព្រមព្រៀងដែលយើងបានចុះហត្ថលេខាជាមួយគណៈបកប្រជាជននឹងគឺធានាឲ្យគណៈបកសង្គ្រោះជាតិមានសិទ្ធិអំណាចគ្រប់គ្រាន់ដើម្បីបំពេញបេសកកម្មរបស់យើងបេសកកម្មរបស់យើងគឺរៀបចំកោជបឡើងវិញហើយរៀបចំការបោះឆ្នោតមួយនៅពេលអនាគតដែលមានលក្ខណៈសេរីយុត្តិធម៌ដែលឆ្លុះបញ្ចាំងឆន្ទៈប្រជារាស្ត្រខ្មែរបើឆ្លុះបញ្ចាំងឆន្ទៈប្រជារាស្ត្រខ្មែរមែនគឺធានាជ័យជំនះគណៈបកសង្គ្រោះជាតិហើយទោះជាយើងមានសម្លេងតិចជាងគណៈបកប្រជាជនក៏ដោយតែមុននឹងយើងចូលសភាគឺយើងបានទទួលការយល់ព្រមមានការធានាថាយើងនឹងមានអំណាចគ្រប់គ្រាន់ដើម្បីបដូរកោជបឥឡូវយើងបានទទួលលទ្ធផលមុននឹងចូលសភាយើងមានការធានាដោយខ្ញុំនិយាយបាញ់មិញកោជបថ្មីគឺគណៈបកប្រជាជនគណៈបកសង្គ្រោះជាតិស្មើគ្នាមានសមាជិកមួយទៀតកដាលហើយបើសមាជិកនឹងកដាលហើយអភិក្រិតគឺកោជបល្អត្រឹមត្រូវចុះឈ្មោះអ្នកបោះឆ្នោតឲ្យបានត្រឹមត្រូវសម្អាតបញ្ជីបោះឆ្នោតឲ្យបានត្រឹមត្រូវហើយ
អ្នកដែលត្រូវធ្វើការហ្នឹងគឺមិនមែនពឹងលើមន្ត្រីលើភ្នាក់ងារបុគ្គលិកអ្នកបម្រើគណៈបកប្រជាជនទេគឺភ្នាក់ងាររបស់កោជបឯករាជ្យភ្នាក់ងារនឹងឯករាជ្យធ្វើការតាមរបៀបឯករាជ្យពេលនោះការបោះឆ្នោតសុក្រិតហើយតែការបោះឆ្នោតសុក្រិតគឺអត់ឈ្នះគណៈបកសង្គ្រោះជាតិទេប៉ុន្តែនៅពេលដែលដាក់សំណើមួយទៅហើយត្រូវច្រានចោលមានការរៀបចំជាមុនតាំងពីយើងមុននឹងចូលសភាការរៀបចំជាមុនមានរូបមន្តជាមុនមានការធានាជាមុនបើអត់មានអ្វីទាំងអស់ហ្នឹងយើងអត់ចូលសភាទេតែអ្វីដែលយើងទទួលបានហ្នឹងគឺដោយសារការតស៊ូរបស់យើងបើយើងមិនបានធ្វើបាតកម្មជាមួយគ្នាយើងមិនបានបង្ហាញកម្លាំងយើងមានមនុស្សរាប់លានអ្នកដង្ហែក្បួនតាមផ្លូវថ្នល់ស្មានតែគេឲ្យអ្វីសម្បត្តិនៃគេឲ្យនឹងស្មានគេឲ្យទៅទេតើតែយើងតស៊ូយើងលះបង់យើងធ្វើពលិកម្មគ្នាយើងស្លាប់គ្នាយើងរបួសគ្នាយើងជាប់គុកក្នុងការតស៊ូមុននឹងបានលទ្ធផលអ្វីមួយតើតែមានការលះបង់ហើយយើងបានលះបង់យើងបានតស៊ូជាមួយគ្នាខ្ញុំសូមសម្ដែងអំណរគុណហើយសូមជម្រាបបងប្អូនទាំងអស់ថាអ្វីដែលយើងបានលះបង់បានទទួលណារងគ្រោះជាមួយគ្នាគឺយើងអត់ភ្លេចទេយើងអត់ភ្លេចគុណយើងអត់ភ្លេចវីរភាពរបស់បងប្អូនអ្នកតស៊ូទាំងអស់កុំតែវីរភាពរបស់បងប្អូនទាំងអស់ហើយដែលយើងឥឡូវនេះយើងមានលទ្ធភាពតស៊ូតាមរូបភាពមួយទៀតនៅក្នុងរដ្ឋសភាដើម្បីទាមទារជ័យជំនះជូនប្រជារាស្ត្រខ្មែរសូមឲ្យលោកប្រធានសំរងស៊ីពិនិត្យមើលកិច្ចព្រមព្រៀងថ្ងៃ22ខែ7ឆ្នាំ2014ឲ្យបានស៊ីជម្រៅក្នុងការរើសកោជបដែលមានរូបមន្ត441ជាពិសេសទី1ហើយលោកព្រំសុខានៃខាងគណៈបកប្រជាជនកម្ពុជាបានបញ្ជាក់ឲ្យថាបើមួយនេះមិនត្រូវរើគ្នាគឺការបោះឆ្នោតលើកក្រោយគឺយកកោជបដែលមានពីមុនមកប្រើអញ្ចឹងសូមចេញលោកប្រធានសំរងស៊ីទទួលសំណួរទាំងពីរនេះបាទខ្ញុំបានបញ្ជាក់បាញ់មិញហើយរសៀលនេះយើងបានលើកបញ្ហាហ្នឹងយើងស្នើឲ្យគណៈបកប្រជាជនយល់ឲ្យច្បាស់អំពីជំហរនិងតម្រូវការមិនមែនការទៀមទារបស់គណៈបកសង្គ្រោះជាតិទេគឺប្រជារាស្ត្រខ្មែរទាំងមូលមិនចង់ឲ្យមានវិបត្តិអ្វីដែលអាចបង្កវិបត្តិទៅថ្ងៃក្រោយយើងជៀសវាងដូច្នេះយើងដោះស្រាយតាំងពីឥឡូវតាំងពីដើមទីទៅយើងនឹងស្នើឲ្យមានការឯកភាពគ្នាកុងសង្ស៊ីសឯកច្ឆន្ទលើសមាជិកទី9នៃកោជបដែលត្រូវជាអ្នកកណ្ដាលយើងទទួលស្គាល់ថាអ្នកកណ្ដាលគណៈបកប្រជាជនទទួលស្គាល់ថាជាអ្នកកណ្ដាលដូច្នេះអត់មានបញ្ហាអ្វីទៅថ្ងៃមុខទៀតទេហើយចំពោះសមាជិកដែលគណៈបកសង្គ្រោះជាតិនឹងជ្រើសរើស4អ្នកទៀតនោះសូមបងប្អូនកុំបារម្ភយើងមានបទពិសោធន៍តស៊ូ20ឆ្នាំហើយអ្នកដែលប្រយុទ្ធជាមួយយើងគឺមិនមែនធឺដោយអ្នកខ្លះដែលយើងបានឃើញចូលទៅសុំកលុំអីជាមួយគេគឺអត់ទេពួកយើងគឺជាអ្នកប្រយុទ្ធហើយចូលសួរបងប្អូននៅតាមបណ្ដា Facebook ទាំងអស់គ្នានេះខ្ញុំតារានីតាថ្ងៃនេះដែរនេះខ្ញុំសូមថ្លែងអំណរគុណទៅដល់អ្នកមីងសូឡានីអូស្ត្រាលីនៅប្រទេសអង់គ្លេសដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន$200ដល់គម្រោងអាវយឺតសូមបញ្ជាក់ថាទឹកប្រាក់នេះខ្ញុំបានទទួលជាយូរមកហើយក៏បានរៀបចំទិញជាអាវយឺតជូនអ្នកមីងដូចដោយសារអ្នកមីងក៏អត់ទាន់បានឃើញវីដេអូដែលក្មួយថតពីមុនក្មួយសូមប្រកាសថាក្មួយនឹងរៀបចំថតវីដេអូលើកនេះជូនអ្នកមីងដើម្បីបញ្ជាក់ថាទឹកប្រាក់អ្នកមីងធ្វើកាក់កំសែងគឺបានដល់ដៃបងប្អូនប្រជាពលរដ្ឋយើងក្នុងនោះដែរគម្រោង$150ជួយដល់អាយយឺតនិង$50ជួយទិញជាសម្ភារៈម្ហូបអាហារជួយដល់បងប្អូនក្នុងថ្ងៃមហាបដកម្មថ្ងៃទី21ហើយនេះខ្ញុំសូមបញ្ជាក់គោលជំហររបស់ខាងក្រុមអ្នករាយការណ៍ពិសេសថាយើងនៅតែបន្តទទួលទឹកប្រាក់ជាបន្តបន្ទាប់ដើម្បីនឹងរៀបចំគម្រោងបដកម្មបន្តបន្ទាប់បើយួននៅតែមិនចេញប្រកាសសុំទោសខ្មែរជាសាធារណៈទេចាតែឡែកខាងក្រុមយុវជនយើងបានទុកឱកាសឲ្យខាងស្ថានទូតយួនរយៈពេល15ថ្ងៃបាននៅតែមិនមានដំណោះស្រាយយើងនឹងរៀបចំធ្វើមហាបដកម្មមួយសារទៀតទោះយ៉ាងណាក៏ដោយយើងសន្យាថាយើងនឹងធ្វើដើម្បីឲ្យយួនចេញមកប្រកាសសុំទោសខ្មែរជាសាធារណៈដែលយួនបាននិយាយថាទឹកដីខ្មែរកម្ពុជាក្រោមមិនមែនជាទឹកដីកំណើតរបស់ខ្មែរបែរជាទឹកដីកំណើតរបស់យួននេះខ្ញុំសូមបញ្ជាក់ថាទឹកដីខ្មែរកម្ពុជាក្រោមគឺជាទឹកដីកំណើតរបស់ខ្មែរមានតាំងពីបុរាណមកហើយយើងក៏មានប្រវត្តិសាស្ត្រច្បាស់លាស់និងមានប្រវត្តិច្បាស់លាស់ដែរហើយក្នុងនាមខ្ញុំជាកូនខ្មែរសូមប្រកាន់ជំហរថាយើងនឹងសន្យាថានឹងទៀមទាដល់ខាតដើម្បីទៀមទាទឹកដីខ្មែរក្រោមត្រឡប់មកវិញនឹងទៀមទាឲ្យយួនប្រកាសសុំទោសជាសាធារណៈនិងទទួលស្គាល់ថាទឹកដីខ្មែរកម្ពុជាក្រោមគឺជាទឹកដីរបស់ខ្មែរហើយនេះខ្ញុំសូមលើកឡើងពីនេះដល់បងប្អូនទូទាំងពិភពលោក
សូមមេត្តារួបរวมគ្នាដើម្បីធ្វើមហាបាតកម្មទាមទារឲ្យយួនទទួលស្គាល់ទឹកដីខ្មែរកម្ពុជាក្រោមនិងទាមទារទឹកដីខ្មែរកម្ពុជាក្រោមត្រឡប់មកវិញឲ្យបានជាដាច់ខាតនិងសូមបងប្អូនកុំតន់បាក់ទឹកចិត្តរួបរวมគ្នាដើម្បីជួយរំដោះប្រទេសជាតិយើងមានតែកម្លាំងទឹកចិត្តបងប្អូននឹងឲ្យដោយពាក្យមួយម៉ាត់ថាសាមគ្គីឈ្នះបែកបាក់ស្លាប់សូមបន្តធ្វើអំពើល្អនិងរួបរวมគ្នាដើម្បីទាមទារទឹកដីខ្មែរកម្ពុជាក្រោមត្រឡប់មកវិញចា៎សូមអរគុណដោយសារថាគាត់គណៈធិបតីមានលោកគ្រូពេទ្យឆាលោកគ្រូលោកទាវបណ្ណហ្នឹងគាត់បញ្ញាប់មានបេសកកម្មមួយទៀតទៅជួបកុមារក្រីក្រនៅខេត្តកពតយើងប្រហែលជាមិនបានជួបគ្នាយូរទេហើយមុននឹងផ្ដល់ឱកាសដល់តំណាងប្រជាប្រដ្ឋឡើងថ្លែងអំណរគុណលោកគ្រូពេទ្យឆាមានអីពិសេសតំណាងបាទអញ្ចឹងលោកគ្រូពេទ្យឆាគាត់មានថវិកាសុទ្ធជូនបងប្អូនចំនួន$200បាទឥឡូវសូមតំណាងពីអ្នកណាប្រទេសបាទឥឡូវសូមយើងមានថវិកា$200ហើយបដូរជាលុយខ្មែរបាន$80,000អញ្ចឹងយើងចង់បានមតិភាគច្រើនបងប្អូនចង់បានឥឡូវហ្នឹងខាងអ្នករាយការណ៍ភាសាចង់ថាឲ្យតំណាងហ្នឹងទៅដូរជាលុយខ្មែរហើយ$80,000ចែកបងប្អូនម្នាក់10000ម្នាក់10000ក្នុងមួយគ្រួសារសល់ប្រហែលទុកឲ្យតំណាងកាន់ដើម្បីដោះស្រាយបញ្ហាស្បៀងអាហារតទៅមុខទៀតតើបងប្អូនយល់ស្របឬមួយក៏មិនយល់ស្របយល់ស្របទេអត់ចាយអត់ចាយច្រើនបាទអ្នកណាចង់បានលុយ10000ខ្លះអញ្ចឹងលើទាំងអស់អញ្ចឹងសូមលោកពេទ្យឆាប្រគល់តំណាងប្រជាប្រដ្ឋបាទសូមអញ្ជើញបាទឥឡូវមុនខ្ញុំប្រគល់ហ្នឹងខ្ញុំម្សិលមិញខ្ញុំនិយាយមួយមិត្តភក្តិខ្ញុំហ្នឹងខ្ញុំសូមអរគុណបណ្ឌិតវិស្វករឧបនាយកដុកទ័រគង់វណ្ណរិទ្ធបាទខ្ញុំនិយាយប្រាគេគេឲ្យខ្ញុំ200ហ្មងបាទអញ្ចឹងតែអាចជូនលោកដុកទ័រគង់វណ្ណរិទ្ធមួយហើយនេះជាសមាជិកគាត់ថាគាត់អត់បានមកគាត់រវល់ពេកគាត់ថាសូមផ្ញើជួយផងដោយសេចក្តីស្រឡាញ់ណាឥឡូវខ្ញុំសូមជូនតំណាងឲ្យដុកទ័រគង់វណ្ណរិទ្ធបាទអញ្ចឹងបងប្អូនចំពោះមុខបានឃើញបាទសូមអញ្ជើញចាប់ដើមអញ្ចឹងថវិកា200ប្រគល់ទៅតំណាងហើយបញ្ចប់កម្មវិធីតំណាងទៅដូរយកជាលុយខ្មែរចំនួនបាន$80,000ហើយចែកពួកគាត់មកគ្រួសារ10000សល់ប្រហែលលោកចាត់ចែងទិញជាស្បៀងអាហារបាទអញ្ចឹងតោះឥឡូវកុំឲ្យខាតពេលក្នុងនាមតំណាងប្រជាប្រដ្ឋមានពាក្យពេចន៍ឲ្យថ្លែងអំណរគុណដល់សពប្រជាជនទាំងអស់មានទាំងលោកគ្រូពេទ្យឆាងហើយលោកទាវបណ្ណក៏បានមកមើលសារភាពជាក់ស្ដែងហើយនឹងអ្នកផ្សេងទៀតដែលបានផ្ញើថវិកាតាមលោកគ្រូពេទ្យឆាងសូមអញ្ជើញបាទក៏សូមអរគុណផងដែរជាថ្មីម្ដងទៀតសម្រាប់លោកម្ចាស់ឆានទូចបាទដែលមកពីឆ្ងាយគឺអ្នកឯនេះសមុទ្រដូច្នេះហើយក្នុងនាមខ្ញុំបាទជាតំណាងឲ្យប្រជាពលរដ្ឋទាំង329គ្រួសារសូមថាកិច្ចនេះគឺសូមអរគុណយ៉ាងខ្លាំងដល់លោកជាបណ្ឌិតក៏ដូចជាអាដាមទាវបណ្ណុលយើងឃើញទាំងអស់គ្នាហើយថាប្រជាពលរដ្ឋយើងដែលឃើញតំណាងរាស្ត្រឬមួយក៏អ្នកដែលធ្វើការក្នុងសភាដែលមកជួបប្រជាពលរដ្ឋយើងទេអត់មានទេហើយដែលឃើញអ្នកដែលនៅក្នុងនៅក្រៅសមុទ្រហ្នឹងឃើញទាំងអស់គឺគាត់ខាងឯនេះសមុទ្រនឹងគាត់មកជួយប្រជាពលរដ្ឋខ្មែរគួរអាណោះអធនដែរទេប្រជាពលរដ្ឋខ្មែរយើងហើយសប្តាហ៍ថ្ងៃនេះអ្នកឯនេះសមុទ្រខំរៃអង្គាសថវិកាតិចតួចស្ដួចស្ដើងដើម្បីជួយយើងនៅខាងប្រទេសកម្ពុជាហើយនៅអ្នកដែលធ្វើការក្នុងជួររដ្ឋាភិបាលនេះគឺមិនដែលចេញមកជួយប្រជាពលរដ្ឋដូចអាដាមក៏ដូចជាលោកវិជ្ជាមនិតទេហើយក្នុងនេះក្នុងនាមខ្ញុំបាទជួបមុខនឹងតំណាងឲ្យប្រជាពលរដ្ឋគឺសូមថ្លែងអំណរគុណដល់លោកវិជ្ជាមនិតក៏ដូចជាក្រុមការងារហើយនឹងលោកអាដាមទាវបណ្ណុលយ៉ាងខ្លាំងដែលជាមន្ត្រីខាងគណៈបកប្រជាជាតិហើយដូច្នេះហើយខ្ញុំមានអ្វីតបស្នងសងគុណដល់អាដាមហើយនឹងលោកវិជ្ជាមនិតទេគឺមានតែរៀប10ប្រសពឡើងសូមឲ្យអាដាមនិងលោកវិជ្ជាមនិតប្រកបនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកម្លាំងពីពុទ្ធដែរសូមបាទអរគុណច្រើនលោកខាងនេះចង់និយាយខ្លីៗតិចចង់សម្ដែងបន្តិចទៀតមើលបាទអាចមានពេល2-3នាទីបាទសូមអញ្ជើញបាទខ្ញុំសូមថ្លែងអំណរគុណដល់សពប្រជាជនដែលទាំងអស់និយាយរួមទៅគឺថាក្នុងគោលបំណងមកទីនេះគឺសំខាន់គឺថាអភិក្រិតគឺថាមិនថាគណៈបកសង្គ្រោះជាតិឬក៏អ្នកណាទេឲ្យតែសពប្រជាជនព្រោះបើគិតថាសង្គ្រោះជាតិឬមិនសង្គ្រោះជាតិវាជាគោលការណ៍មួយដែលតាមពិតវាមានប្រឆាំងមិនប្រឆាំងហើយព្រោះគោលការណ៍$23.91បង្កើតរបបប្រជាធិបតេយ្យនៅកម្ពុជាដូច្នេះសូមឲ្យឧត្តមគតិអ្នកស្នេហាជាតិយកច្បាប់ឬមួយអនុវត្តទៅតាមគោលការណ៍ប្រជាធិបតេយ្យដោយមិនកាន់ថាគណៈបកនេះឬគណៈបកនោះទេសំខាន់គឺបេះដូងស្នេហាជាតិគិតពីផលប្រយោជន៍ជាតិផលប្រយោជន៍ប្រជាពលរដ្ឋបាទអរគុណបាទអរគុណច្រើនបាទអញ្ចឹងសូមលោកចាត់ចែងថវិកាហ្នឹងតាមការគូឲ្យបងប្អូននឹងទទួលបានមកគ្រួសារ10000ហើយថវិកាដែលសេសសល់ទាំងប្រហែលទុកចាយជាសម្បត្តិរួមទៅអញ្ចឹងលោកពេលដាក់ញត្តិដាក់អីធ្វើដំណើរឯកសារអីផ្សេងហ្នឹងថវិកាអាចដោះស្រាយបានមួយគ្រាដែរមិនថាអញ្ចឹងបាទអញ្ចឹងឥឡូវយើងអស់មានអីទៀតហើយ
បាទកញ្ញានីតាមានអ្នករាយការណ៍ផ្សេងមានពាក្យពេចន៍អីនិយាយទៅកាន់បងប្អូនយើងបាទសូមជើញ ចាសូមគោរពជំរាបសួរបងប្អូនអរគុណនាងខ្ញុំតារានីតាមានអ្វីខ្លះអរគុណនិងសូមឲ្យបងប្អូនបន្តរួបរวมគ្នាជួយដល់ខ្មែរយើងជាបន្តបន្ទាប់ជាពិសេសបងប្អូនមានបញ្ហាចំនួនដីធ្លីនេះផ្ទាល់នៅខេត្តកញ្ចេះនឹងខ្ញុំបានចូលទៅដល់ខេត្តកញ្ចេះផ្ទាល់ឃើញថាពួកគាត់វេទនាមែនទែនត្រូវបានគេដុតបំផ្លាញព្រៃឈើផ្ទះសម្បែងធ្វើឲ្យរស់នៅជីវិតវេទនាមែនទែនចាសង្ឃឹមថាបងប្អូនទាំងអស់គ្នាមេត្តាក្រោកឈរឡើងតស៊ូកុំឲ្យប្រទេសខ្មែរយើងបាត់បង់ដោយទឹកដីខ្មែរកម្ពុជាក្រោមទៀតអញ្ចឹងអ្វីដែលយើងធ្វើពេលនេះគឺរួមគ្នាដើរទៅមុខកុំប្រកាន់បពពួកហើយនឹងជឿជាក់ទុកចិត្តលើអ្នកដែលដឹកនាំរបស់យើងទាំងអស់គ្នាពីព្រោះអ្វីៗគាត់ធ្វើឡើងគឺដើម្បីបងប្អូនទាំងអស់គ្នាដូចគ្នាចាហើយសូមអំបរទៅដល់បងប្អូនក្រៅប្រទេសនិងបងប្អូននៅក្នុងស្រុកទាំងអស់សូមបន្តណាបាក់ទឹកចិត្តសូមជឿជាក់លើអ្វីដែលបងប្អូនកំពុងតែជឿជាក់បច្ចុប្បន្នពីព្រោះគ្មានឪពុកម្ដាយណាចង់ឲ្យកូនយើងពិបាកទេយើងសង្ឃឹមថាកូនយើងនឹងរស់នៅសុខសួរដូចគ្នាជឿជាក់លើគោលជំហររបស់គណៈបកសង្គ្រោះជាតិដែលគាត់កំពុងតែធ្វើគឺដើម្បីរកក្តីសុខនិងឲ្យបងប្អូនខ្មែររស់នៅដោយសុខសួរទាំងអស់គ្នាដែរចាសូមអរគុណនេះបាទសូមជើញចានាងខ្ញុំក៏សូមអរគុណទៅដល់បងប្អូននៅឯនេះសមុទ្រនិងលោកដកក៏ដូចជាលោកស្រីនិងលោកអាយដាមដូចគ្នាដែលបានឧបត្ថម្ភជាថវិកានិងជាអំណោយមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋនៅឯស្រុកស្នួលខេត្តកញ្ចេះផងដែរដែលមើលឃើញអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋហើយឃើញថារដ្ឋាភិបាលក៏ថ្ងៃនេះគាត់មិនបានយកចិត្តអើពើទៅលើប្រជាពលរដ្ឋដែលរងគ្រោះដោយសារចំនួនដីធ្លីនេះទេថែមទាំងជួយខុបខិតជាមួយនឹងមនុស្សអាក្រក់មកព្រានពានយកទឹកដីរបស់គាត់ទៀតបាទអរគុណច្រើនកញ្ញាថ្ងៃនេះបាទហើយកម្មវិធីរបស់យើងបានមកដល់ទីបញ្ចប់ហើយដូចខ្ញុំបានជម្រាបតាំងពីដើមទីអញ្ចឹងប្រសិនបើមានបងប្អូនសប្បុរសជនតាក់ទងមកអ្នករាយការណ៍ផ្សេងចង់ឧបត្ថម្ភយ៉ាងណាក្នុងរដ្ឋសភានេះគឺចូលដើម្បីប្រយុទ្ធខ្ញុំសំរងស៊ីតាំងពីគណៈបកសំរងស៊ីមកចូលក្នុងរដ្ឋសភាមិនចូលភ្លាមតែយើងធ្វើការត្រៀមថ្មិចតែចូលពីព្រោះតំណែងនេះគឺតំណែងប្រជារាស្ត្រឲ្យមកយើងមិនទាន់ទៅយកភ្លាមតែយើងត្រូវរៀបចំធានាថាយើងចូលទៅយើងប្រយុទ្ធមានប្រសិទ្ធភាពបានយើងចូលឆាប់ពេកក៏អត់មានប្រយោជន៍ជាអាចគ្រោះថ្នាក់ហើយឥឡូវនេះស្ថានភាពវាទុំបន្ទាប់ពីយើងបានតស៊ូតាមរូបភាពបាតកម្មហើយឥឡូវវាត្រូវឈានដល់ដំណាក់កាលមួយទៀតហើយមុននឹងសម្រេចចូលនឹងយើងបានចុះកិច្ចព្រមព្រៀងនឹងដើម្បីធានារូបមន្តណាមួយធ្វើម៉េចឲ្យយើងមានមធ្យោបាយប្រយុទ្ធឈ្នះបានយើងចូលយើងមិនទៅប្រយុទ្ធដៃទៅទេហើយអ្វីដែលយើងត្រូវការគឺយើងបានហើយការធានានេះយើងបានហើយមិញខ្ញុំមិនបានលើកអំពីទូរទស្សន៍យើងគណៈបកសង្គ្រោះជាតិយើងនឹងបង្កើតនៅស្ថានីយ៍ទូរទស្សន៍ជាលើកទី1ហើយក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាមានគណៈបកប្រឆាំងណាដែលមានទូរទស្សន៍ឥឡូវយើងបានកោជបថ្មីកោជបត្រឹមត្រូវហើយយើងមានស្ថានីយ៍ទូរទស្សន៍មួយទៀតឃើញថាគណៈបកសង្គ្រោះជាតិគឺបោះជំហានទៅមុខហើយអញ្ចឹងហើយបានខ្ញុំសូមអំពាវនាវឲ្យបងប្អូនដែលបានគ្រប់គ្រងគណៈបកសង្គ្រោះជាតិតាំងពីដើមទីយើងត្រូវចាប់ដៃគ្នាបន្តការតស៊ូរបស់យើងការតស៊ូនេះគឺរូបភាពថ្មីក្នុងដំណាក់កាលថ្មីតែគោលជំហរនៅតែដដែលសង្គ្រោះជាតិយើងឲ្យទាល់តែបានទីបញ្ចប់មួយទៀតខ្ញុំសូមឲ្យបងប្អូនយល់អំពីកលៈទេសៈយើងធ្វើអ្វីត្រូវតែមានលក្ខណៈប្រកបនិយមក្នុងកិច្ចព្រមព្រៀងនីមួយមិនមែនភាគីមួយទទួលបាន 100% នៅអ្វីដែលខ្លួនចង់បានទេគណៈបកសង្គ្រោះជាតិមិនបាន 100% ដែលយើងចង់បានតែគណៈបកប្រជាជនក៏មិនបាន 100% ដែលគណៈបកប្រជាជនចង់បានដែរកិច្ចព្រមព្រៀងគឺរកផ្លូវណាមួយរូបមន្តណាមួយដែលភាគីទទួលបានមួយចំណែកដែលខ្លួនចង់បានតែចំពោះយើងទទួលបានមួយចំណែកប៉ុណ្ណឹងគឺយើងមានសេចក្តីសង្ឃឹមហើយបងប្អូនសប្បុរសជននៅលើសកលលោកដែលកំពុងតែតាមដានភេទអ្នករាយការណ៍ផ្សាយនៅពេលនេះខ្ញុំបាទប៉ែនពុទ្ធធានអ្នករាយការណ៍ផ្សាយមានកិត្តិយសណាស់បានជួបលោកសុផាន់ណារីជាថ្មីម្ដងទៀតហើយយើងសួរបាទអូដៃលោកមានភាពកក់ក្ដៅបងសុខសប្បាយមកនិយាយចុងក្រោយសុខសប្បាយទេបងមូលហេតុនេះមូលហេតុតែខ្លួនឯងដល់ខ្លួនឯងសុខសប្បាយចាមានអារម្មណ៍បែបនេះពេលឮដំណាំថាមេបកទាំងពីរបន្តពីបញ្ចប់កិច្ចចរចាកំពូលនៅព្រឹទ្ធសភាកាលពីថ្ងៃទី22ថ្មីៗណាគាត់ថាសម្រាប់ថានឹងបន្តពីកាយតម្រង់គោជបបានចឹងណាទៀមទាចឹងណាកាយតម្រង់គោជបថាគាត់នឹងចូលសភាដើម្បីធ្វើវិសោធនកម្មច្បាប់ក្នុងស្ថានភាពនេះតាំងពីម៉ោងហ្នឹងរហូតដល់ម៉ោងនេះ
ជាប្រមទូទាំងពិភពលោកជាពិសេសយុវជននោះមានភាពរំជើបរំជួលហើយសម្ដែងមតិថាមិនត្រូវចូលសភាប៉ុន្តែក្នុងនាមលោកជាសកម្មជនតារាល្បីដ៏មមាញឹកហើយចូលរួមសកម្មនៅក្នុងសកម្មភាពនយោបាយនៅពេលកន្លងមកទស្សនៈខាងក្នុងរបស់លោកយល់ឃើញយ៉ាងម៉េចអាចជំរាបប្រាប់បងប្អូនយើងតិចបាទ ខ្ញុំបាទស្មរីសូមគោរពជំរាបសួរពុកម៉ែបងប្អូនជាពិសេសយុវជនយុវតីអ្នកស្នេហាជាតិទាំងអស់ដែលចូលរួមគ្រប់គ្រងចូលរួមគ្រប់សកម្មភាពរបស់គណៈបកសង្គ្រោះជាតិហើយខ្ញុំដឹងច្បាស់ណាស់សូម្បីតែក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់ក៏ត្រូវបាត់បង់ការងារបាត់បង់អាជីពក៏ត្រូវការគេមើលងាយគេប៉ុនប៉ងធ្វើបាបទៅដល់ផ្ទះអញ្ចឹងបងប្អូនរាប់ម៉ឺននាក់ក៏គាត់បាត់បង់ការងារនឹងមានការគម្រាមកំហែងគាត់ដល់ផ្ទះដល់ទីកន្លែងផងដែរដោយឡែកយើងបានដឹងហើយថាការចរចាបានត្រូវគ្នាទៅចូលសភាប្រជុំអនុម័តច្បាប់ពួកគាត់ក៏មានអារម្មណ៍ហើយក៏បាក់ទឹកចិត្តមួយចំនួនហើយមួយទៀតគាត់ជឿតាម